អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួមពិធីបុណ្យឆ្លងចែកដីនិងខួប100ថ្ងៃវីរយុទ្ធជនព្រឹទ្ធបាលឯកភាពសោភ័ណ្ឌនៅស្រុកស្ទឹងត្រង់អភិបាលខេត្តកំពង់ចាមអាយុដើមអូនចន្ទានៅព្រឹកថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2025នេះបានដឹកនាំក្រុមការងារខេត្តអាជ្ញាធរមូលដ្ឋាននិងមន្ត្រីពាក់ព័ន្ធអញ្ជើញចូលរួមពិធីបុណ្យឆ្លងចែកដីនិងខួប100ថ្ងៃវីរយុទ្ធជនព្រឹទ្ធបាលឯកភាពសោភ័ណ្ឌដែលបានពលីក្នុងសមរភូមិមុខកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2025ក្នុងបុព្វហេតុការពារបូរណភាពទឹកដីស្ថិតនៅគេហដ្ឋានឃុំអរិយថ្នោតស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមសូមបញ្ជាក់ជូនថាសពវីរយុទ្ធជនព្រឹទ្ធបាលឯកភាពសោភ័ណ្ឌអាយុ46ឆ្នាំបម្រើការងារនៅកងពលលេខ21ចំណោះយុទ្ធភូមិភាគ2មានភរិយាឈ្មោះចឹងគឹមហៀងអាយុ45ឆ្នាំប្រកបរបរលក់បាយក្នុងផ្សារបែកអន្លូងមានកូនចំនួន4នាក់ស្រីទាំង4នាក់ការបាត់បង់វីរៈកងទ័ពព្រឹទ្ធបាលឯកភាពសោភ័ណ្ឌគឺជាការបាត់បង់នៅស្វាមីនិងឪពុកជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារហើយក៏ជាការបាត់បង់នៅយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធអង្អាចក្លាហានដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតីនិងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិសាសនាព្រះមហាក្សត្រជាពិសេសលោកបានរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចការការពារអធិបតេយ្យភាពបូរណភាពទឹកដីដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជានាឱកាសនោះអាយុដើមអ៊ុនចន្ទាអភិបាលខេត្តបានផ្ដាំផ្ញើដល់ភរិយាវីរយុទ្ធជននិងកូនសូមខិតខំថែទាំសុខភាពឲ្យបានល្អប្រសើរព្រោះបច្ចុប្បន្ននេះអាកាសធាតុមានភាពប្រែប្រួលដោយកម្ពុជាយើងបានទទួលរងសម្ពាធពីព្យុះមូសុងដែលអាចបណ្ដាលឲ្យកើតផ្ដាសាយផងដែរជាពិសេសត្រូវជំរុញដល់កូនឲ្យខិតខំរៀនសូត្រនិងនាំកូនគ្រប់អាយុទៅចោះឈ្មោះចូលរៀនឲ្យបានគ្រប់គ្នាឆ្លៀតក្នុងឱកាសនោះអាយុដើមអភិបាលខេត្តបានដឹកនាំក្រុមការងារនិងមន្ត្រីបច្ចេកទេសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទះជូនគ្រួសារវីរយុទ្ធជនដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតស្ថិតនៅឃុំអរិយថ្នោតស្រុកស្ទឹងត្រង់ដែលសំណង់ខាងលើសម្រាប់ការសាងសង់បានប្រមាណ 70% ដោយរំពឹងថារួចរាល់នៅបំណាច់ឆ្នាំ2025នេះនាឱកាសនោះដែរអាយុដើមអភិបាលខេត្តក៏បានសម្រេចឲ្យក្រុមម៉ៅការរៀបចំតួផ្ទះទាំងមូលឡើងទៅលើឲ្យបាន1ម៉ែត្រកន្លះបន្ថែមទៀតទៅតាមការស្នើសុំរបស់លោកស្រីចឹងគឹមហៀងដែលជាភរិយានៃសពអាយុដើមអភិបាលខេត្តក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធសូមចោះត្រួតពិនិត្យការដ្ឋានសំណង់ខាងលើជាប់ជាប្រចាំសម្ដៅធ្វើយ៉ាងណាឲ្យក្រុមជាងអនុវត្តការងារប្រកបដោយស្តង់ដារដើម្បីឲ្យសំណង់មានគុណភាពខ្ពស់